អ្នកឃ្លានមើលលើកឡើងថាមូលហេតុដែលកម្ពុជាបានបរាជ័យនៅការចរចាបញ្ហាពន្ធលើការនាំទំនិញទៅលក់នៅសហរដ្ឋអាមេរិកម្ដងហើយម្ដងទៀតនេះដោយសាររដ្ឋាភិបាលមិនងាកមកដើរតាមកន្លងប្រជាធិបតេយ្យនិងមិនដោះស្រាយបញ្ហាពាណិជ្ជការចិនខ្លាញ់បន្លំទំនិញដែលនាំចេញពីកម្ពុជាទៅលក់នៅសហរដ្ឋអាមេរិកអ្នកអត្ថាធិប្បាយនយោបាយលោកកឹមសុខបានប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី9វិច្ឆិកាថាក្រៅពីនេះសហរដ្ឋអាមេរិកក៏ត្រឹមនឹងធុញទ្រាន់នឹងរដ្ឋាភិបាលលោកហ៊ុនម៉ាណែតដែលមានការជាប់ពាក់ព័ន្ធនឹងគ្រួសារត្រកូលហ៊ុនក្នុងជំនួយអ ுக ្រិតកម្មឆ្លងដែនលោកបញ្ជាក់ថាប្រសិនបើកម្ពុជាមិនកែលម្អបញ្ហាប្រជាធិបតេយ្យនិងបញ្ហាពាណិជ្ជកម្មកខ្វក់ទេនោះទោះជាទៅចរចាប៉ុន្មានលើកទៀតក៏មិនទទួលបានលទ្ធផលដែរលោកកឹមសុខចំណាត់ដែលសហរដ្ឋអាមេរិកធុញទ្រាន់បំផុតនឹងរដ្ឋាភិបាលលោកហ៊ុនម៉ាណែតត្រង់ថារដ្ឋាភិបាលត្រកូលហ៊ុននេះកាន់តែសន្យាធ្វើកំណែទម្រង់កម្ពុជាកាន់តែលងវិបត្តិគ្រប់វិស័យឥឡូវគណនេយ្យបកប្រជាជនកម្ពុជាក្លាយទៅជាស្ថាប័នប្រព្រឹត្តអ ுக ្រិតកម្មឆ្លងដែនទៅហើយការលើកឡើងនេះធ្វើឡើងបន្ទាប់ពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានអះអាងថាការចរចាបដិការពាណិជ្ជកម្មជុំទី2ជាមួយអាមេរិកដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រីលោកស៊ុនច័ន្ទថុលនិងអ្នកស្រីចំនីមិលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី4ដល់ថ្ងៃទី5មិថុនាបានដំណើរការដោយរលូនអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី7មិថុនាថាភាគីទាំងពីរបានបន្តពិភាក្សាគ្នាអំពីសេចក្តីព្រាងកិច្ចព្រមព្រៀងបដិការដោយឈលលើស្មារតីយោគយល់ធ្ងារខ្ពស់និងបានឈានទៅរកការឯកភាពគ្នាលើបញ្ញត្តិជាច្រើនប៉ុន្តែមិនបានបញ្ជាក់ថាមានអ្វីខ្លះនោះទេហើយភាគីទាំងពីរនឹងជួបចរចាគ្នាជុំទី3នៅរដ្ឋធានី Washington បន្តទៀតក្នុងពេលឆាប់ខាងមុខអ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង្ត្រាល់លោកខុនថារ៉ូមានប្រសាសន៍ថាការចរចាបញ្ហាពន្ធជាមួយអាមេរិកលើកទី2នេះមិនទទួលផ្លែផ្កាអ្វីនោះទេលោកបញ្ជាក់ថារឿងនេះដោយសារតែសហរដ្ឋអាមេរិកបានបង្ហាញក្តីកង្វល់អំពីការឆបោកតាមអ៊ីនធឺណិតការជួញដូរមនុស្សការលាងលុយកក់ខ្វក់បញ្ហាប្រជាធិបតេយ្យនិងការលាងជម្រើអំពីការធ្វើអាជីវកម្មកក់ខ្វក់ជាមួយសហរដ្ឋអាមេរិកលោកខុនថារ៉ូអ៊ីចឹងលក្ខខណ្ឌទាំងអស់នេះវានៅតែជាបញ្ហាអធិភាពដែលទាមទារឲ្យមានវិធានការជាក់លាក់ហើយត្រូវមានក្របខ័ណ្ឌមួយដែលជឿទុកចិត្តបានពីសំណាក់រដ្ឋបាលសហរដ្ឋអាមេរិកជាពិសេសនៅក្នុងក្របខ័ណ្ឌតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកដែល USTR នេះវាជាភ្នាក់ងារមួយសំខាន់របស់សហរដ្ឋអាមេរិកនៅក្នុងការវាយថ្លៃនៅក្នុងស្ថានភាពជាក់ស្ដែងសម្រាប់ប្រទេសនីមួយៗដែលនាំចេញទៅសហរដ្ឋអាមេរិករដ្ឋាភិបាលលោក Donald Trump បានប្រកាសដាក់ពន្ធលើទំនិញនាំចេញពីកម្ពុជានិងប្រទេសលើពិភពលោកជាង90ប្រទេសផ្សេងទៀតប៉ុន្តែលោក Donald Trump បានប្រកាសជាថ្មីទុកពេល90ថ្ងៃឲ្យប្រទេសទាំងនោះចរចាដោយទុកឲ្យអនុវត្តពន្ធត្រឹមតែ 10% សិនកាលពីថ្ងៃទី13ដល់15ខែឧសភាមន្ត្រីរដ្ឋាភិបាលកម្ពុជាបានបរាជ័យម្ដងហើយក្នុងការចរចាបញ្ហាពន្ធជុំទី1ជាមួយតំណាងសហរដ្ឋអាមេរិកនៅរដ្ឋធានី Washington ភាគីទាំងពីរបានត្រឹមតែជជែកគ្នាត្រង់ទៅត្រង់មកលើការពង្រឹងទ្វេទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីនិងពិបាកសេចក្តីព្រៀងកិច្ចព្រៀងបដិការអ្នកឃ្លានមើលលើកឡើងថាកម្ពុជាគួរតែកែលម្អបញ្ហាតាមការស្នើសុំរបស់អាមេរិកដើម្បីបានបន្ធូរបន្ថយពន្ធដែលជាប្រយោជន៍ដល់ប្រជាពលរដ្ឋសូមអរគុណ